បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ប្រាប់អ្នកទាំងអស់គ្នាអំពីការដាក់ថ្ងៃទេឲ្យបានលឿននិងរហ័សបងប្អូនទាំងអស់គ្នាតែងតែដាក់របៀបនេះមែនទេគឺយើងវាយខែថ្ងៃហើយនិងឆ្នាំជាធម្មតានៅក្នុង Excel គឺខែនៅពីមុខឆ្នាំខ្ញុំសង្កេតឃើញបងប្អូនទាំងអស់គ្នាគាត់ធ្វើរបៀបនេះគឺវាយខែថ្ងៃឆ្នាំចូលហើយដាក់បានពីរជួរបែបនេះឬក៏បានពីរថ្ងៃហ្នឹងគាត់ស្រេចហើយគាត់អស់មកក្រោមគឺវានឹងចេញបែបនេះប៉ុន្តែថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីដែលឲ្យវាលឿនជាងនឹងទៀតគឺយើងប្រើជាមួយនឹង shortcut របស់ Excel នឹងតែម្ដងបាទឥឡូវខ្ញុំលុបថ្ងៃទីដែលខ្ញុំសរសេរមិនចេញឥឡូវគឺយើងវាបញ្ចូលទៅថ្ងៃទីខែ1ថ្ងៃទី1ហើយនឹងឆ្នាំ2026ទេយើងប្រើជាមួយនឹង shortcut ដែលនៅកន្លែងនេះគឺឈ្មោះថា fill តោះមកយើងយកពាក្យថា series យើងคลิกពាក្យថា column តោះមកយើងយក date តោះមកយើងយក day ហើយកន្លែងនេះគឺយើងដាក់ខែណាខាងមុខគឺជាខែនៅក្នុង Excel គឺខែ1យើងយករយៈពេលប្រហែលថ្ងៃថតនៅក្នុងនេះយើងយក6 10ថ្ងៃឬក៏16ថ្ងៃហ្នឹងនៅក្នុងឆ្នាំ2026បន្ទាប់មកយើងคลิก OK តោះមកវានឹងចេញជាទម្រង់បែបនេះបាទបើសិនជាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាសូមជួយ Subscribe នៅ Channel ថ្មីរបស់ខ្ញុំផងបាទអរគុណច្រើន